តាំងពីឆ្នាំ1430សវណ្ណចេះធ្វើខ្លះបាទអត់មានចេះធ្វើអីទេបងក្រៅពីបដូរឈ្មោះប្រទេសបដូរពីចៅមកចៅអត់ដែរហើយជំនាញខាងលួចមិនលួចទេគឺថាអាទាំងអស់ហ្នឹងគឺជារបស់ដូនតារបស់ខ្ញុំអីចឹងណាអូចឹងហ៎មានដូនតាដែរបើមានទេសូមមើលអក្សរដូនតាអត់ឯងតិចមើលនេះអក្សរដូនតាខ្ញុំអាហ្នឹងគេហៅថាអក្សរបុរាណឬក៏អក្សរខមអក្សរខមស្អក្សរខ្មែរហ្នឹងបងឯងថាអក្សរហ្នឹងជាអក្សរខមអក្សរបុរាណបងឯងចឹងបានន័យថាទឹកដីប្រាសាទបុរាណទាំងអស់ដែលមាននៅក្នុងអាទឹកដីនេះសររបស់ខ្មែរទេយល់ព្រោះអក្សរខ្មែរហ្នឹងចឹងឲ្យថយទៅវិញអូនកុំមកជាន់ដីបោកប្រេះផ្ដាស់លោកមកពីអាតា2 3នេះបរៀនខ្ញុំថាចឹងហើយថាអង្គរវត្តក៏របស់ពួកខ្ញុំដែរទៅដូរឈ្មោះប្រទេសឆ្នាំ1930សោះហ្នឹងហើយអង្គរវត្តរបស់វាគុំតែអត់នឹងនៅផងហើយទៅលើកថ្មរាប់តោននេះចង់បានចេះខ្មាស់គេរាឥឡូវលើតែខ្មែរប៉ណ្ដឹងទៅ ICJ ខ្ញុំអត់ចូលរួមផងចូលទៅបើដល់ចាញ់ដែរហើយណាមួយបាក់នៅក្នុងប្រទេសខ្ញុំអាអ្នកគ្រប់គ្រងទាហានផ្សេងទៅគ្រប់គ្រងប្រទេសផ្សេងទៅអញញ៉ៃយ៉ាងចេះរស់កើតណែហើយជាពិសេសប្រទេសជុំវិញឆ្លោះគេចិត្តគ្រប់ហើយតែគេព្រួតវាយពួកអាក្មេងបានសង្គមហើយអត់ស្គាល់សេរីចាស់ហើយអត់ខ្លាចទេបងបនដើមដីបើឯងបានតិចទៀតខ្ញុំដើមយកមហាកំពែងនៅចិនមួយទៀតមកបើនិយាយនៅចិនទៀតឯងកាឆ្ងាយទៀតហើយឆ្ងាយមិនខ្ញុំស្រឡាញ់វត្ថុបុរាណមើលគ្រូមន្តអាគមយកទៅចិត្តអស់ហើយតែរឿងដែលបារម្ភគឺខ្មែរទៅរៀនមន្តអាគមនៅចិនច្រើនណាបើដឹងចឹងល្អអូនអនាគតបវររុងរឿងខ្មែរមិនល្ងងឯងយកតាមចិត្តឯក្មេងតូចប្រាប់វាឲ្យចែករបស់ស៊ីផងចែករបស់ស៊ីផងកុំចែកឲ្យព្រះពេក